បទបញ្ញត្តិទី1កុំធ្វើខ្លួនឲ្យលេចធ្លោជាងចៅហ្វាយនាយសេចក្តីវិនិច្ឆ័យចូលធ្វើឲ្យបុគ្គលដែលនៅលើអ្នកមានអារម្មណ៍ថាខ្លួនពួកគេខ្ពង់ខ្ពស់ជាងអ្នកដោយសេចក្តីស្កប់ស្កល់បំណងរបស់អ្នកគឺដើម្បីធ្វើឲ្យពួកគេសប្បាយចិត្តនិងធ្វើឲ្យពួកគេចាប់អារម្មណ៍ពីអ្នកហើយមិនត្រូវបង្ហាញពីភាពប៉ិនប្រសប់របស់ខ្លួនខ្លាំងពេកនោះទេបើពុំនោះទេអ្នកអាចនឹងទទួលបានលទ្ធផលផ្ទុយពីនោះវិញក៏ថាបានដូចជាបង្កឲ្យមានភាពភ័យខ្លាចនិងអសន្តិសុខជាដើមចូលធ្វើឲ្យចៅហ្វាយនាយរបស់អ្នកមើលទៅហាក់ដូចជាឆ្លៀសវៃអស្ចារ្យជាងធាតុពិតរបស់ពួកគេនោះអ្នកនឹងទទួលបាននៅកម្រិតអំណាចដ៏ខ្ពង់ខ្ពស់ជាក់ជាពំផានវិថីឆ្ពោះទៅកាន់អំណាចមនុស្សគ្រប់គ្នាសុទ្ធតែមានអសន្តិសុខផ្លូវអារម្មណ៍នៅពេលដែលអ្នកបង្ហាញខ្លួននៅក្នុងពិភពលោកនិងបង្ហាញពីទេពកោសល្យរបស់អ្នកជាធម្មជាតិអ្នកនឹងរមែងបញ្ឆេះឲ្យមានការអអន់ចិត្តការច្រណែនឈ្នានីសនិងការសម្ដែងពីភាពមិនសនុកក្នុងខ្លួនគ្រប់ទម្រង់ទាំងអស់លេចចេញមកនេះជាអ្វីដែលយើងត្រូវដឹងអ្នកមិនអាចលះបង់ជីវិតរបស់អ្នកទាំងមូលដើម្បីទៅខ្វល់ខ្វាយពីអារម្មណ៍កំពេចកំពុករបស់អ្នកដទៃឡើយយ៉ាងណាក៏ដោយជាមួយនឹងបុគ្គលដែលស្ថិតនៅពីលើអ្នកចាំបាច់ត្រូវតែប្រកាន់យកវិធីសាស្ត្រផ្សេងដូចជានៅពេលដែលនិយាយដល់រឿងអំណាចការបង្ហាញថាខ្លួនចេះជាងចៅហ្វាយនាយអាចជាកំហុសដ៏អាក្រក់បំផុតក្នុងចំណោមកំហុសទាំងអស់ក៏អាចថាបានសូមកុំបញ្ឆោតខ្លួនឯងឲ្យធ្លាក់ចូលក្នុងគំនិតមួយដែលយល់ឃើញថាជីវិតបានផ្លាស់ប្ដូរច្រើនណាស់មកហើយចាប់តាំងពីសម័យលូវីសទី14និងមេឌីស៊ីសមកឲ្យសោះបុគ្គលដែលទទួលបានឋានៈតំណែងខ្ពស់ក្នុងជីវិតគឺប្រៀបបានទៅនឹងស្ដេចនិងម្ចាស់ក្សត្រីដូច្នេះដែរពួកគេចង់មានអារម្មណ៍ថាខ្លួនមានសុវត្ថិភាពនៅក្នុងមុខតំណែងរបស់ពួកគេហើយខ្ពស់ជាងអ្នកដែលនៅជុំវិញខ្លួនពួកគេទាំងភាពវៃឆ្លាតការយល់ដឹងនិងការស្រឡាញ់ចូលចិត្តវាគឺជាការយល់ខុសទាំងស្រុងប៉ុន្តែការយល់ខុសជាទូទៅរមែងជឿថាតាមរយៈការសម្ដែងនិងការបង្ហាញអំពីអំណោយដែលព្រះបានប្រទានដល់អ្នកនិងទេពកោសល្យរបស់អ្នកនោះគឺអ្នកកំពុងតែយកបានក្តីស្រឡាញ់ពីចៅហ្វាយនាយរបស់ខ្លួនជានិច្ចគាត់អាចនឹងមានការកោតសរសើរคล้ายៗចំពោះអ្នកប៉ុន្តែក្នុងជំហានដំបូងរបស់គាត់នឹងជំនួសអ្នកដោយនរណាម្នាក់ដែលមិនសូវឆ្លាតមិនសូវទាក់ទាញនិងផ្ដល់ការគំរាមកំហែងមកលើគាត់តិចជាងអ្នកជំនួសវិញច្បាប់នេះគឺតាក់ទងនឹងច្បាប់ពីរទៀតដែលអ្នកត្រូវដឹងទី1អ្នកអាចបង្ហាញថាអ្នកល្អជាងចៅហ្វាយនាយរបស់អ្នកតាមរយៈការធ្វើជាខ្លួនឯងដោយមិនដឹងខ្លួនចៅហ្វាយនាយខ្លះមានអារម្មណ៍អសន្តិសុខផ្លូវចិត្តច្រើនជាងចៅហ្វាយនាយដទៃទៀតភាគច្រើនមិនស្រួលនៅក្នុងចិត្តឡើយជាធម្មជាតិអ្នកអាចនឹងលេចធ្លោជាងពួកគាត់តាមរយៈមន្តស្នេហ៍របស់អ្នកនិងសេចក្តីល្អរបស់អ្នកប្រសិនបើអ្នកមិនអាចដោះស្រាយរឿងមន្តស្នេហ៍របស់អ្នកចេញបានទេអ្នកត្រូវរៀនជៀសឲ្យផុតពីមនុស្សបិសាចដែលឥតប្រយោជន៍ឥតបានការអស់ទាំងនេះឬរិះរកវិធីដើម្បីបិទបាំងពីគុណសម្បត្តិរបស់អ្នកនៅពេលណាដែលអ្នកអាស្រ័យខ្លួននៅក្នុងក្រុមហ៊ុនរបស់ពួកគេទី2សូមកុំគិតស្រមៃថាក៏ព្រោះតែចៅហ្វាយរបស់អ្នកស្រឡាញ់ចូលចិត្តអ្នកអាចធ្វើអ្វីៗតាមតែអំពើចិត្តឲ្យសោះនៅក្នុងពិភពនៃសៀវភៅទាំងមូលអាចនឹងត្រូវបានគេសរសេរអំពីមនុស្សចំណិតរបស់ចៅហ្វាយនាយដែលបានខ្ទាតចេញពីក្នុងចិត្តរបស់ចៅហ្វាយនាយដោយសារតែការមើលរំលងពីឋានៈតំណែងរបស់ខ្លួននិងដោយសារតែការហ៊ានយកវាមកប្រើប្រាស់ដើម្បីធ្វើឲ្យខ្លួនលេចធ្លោជាងចៅហ្វាយនាយនោះឯងដោយការដឹងពីគ្រោះថ្នាក់នៃការធ្វើខ្លួនឲ្យលេចធ្លោជាងចៅហ្វាយនាយអ្នកនឹងអាចបង្វែរបទបញ្ញត្តិមួយនេះឲ្យប្រែคล้ายជាគុណប្រយោជន៍សម្រាប់ខ្លួនឯងវិញបានទី1អ្នកត្រូវចេះសរសើរបញ្ជូរនិងលើកជើងចៅហ្វាយនាយរបស់អ្នក
ការសរសើរលើកជើងជាសាធារណៈអាចនឹងមានឥទ្ធិពលប៉ុន្តែក៏ត្រូវមានដែនកំណត់ផងដែរគឺវាគឺជារឿងចំនិងច្បាស់ពេកហើយមើលទៅហាក់ដូចជារឿងដ៏អាក្រក់មួយចំពោះអ្នកដែលពូកែអែបអបអ្នកដទៃការបញ្ចូលលើកជើងដោយប្រុងប្រយ័ត្ននិងស្ងៀមស្ងាត់គឺកាន់តែមានឥទ្ធិពលខ្លាំងជាងនេះទៅទៀតឧទាហរណ៍ប្រសិនបើអ្នកមានភាពឆ្លាតវៃជាងចៅហ្វាយនាយរបស់អ្នកត្រូវធ្វើឲ្យវាមើលទៅហាក់ដូចជាផ្ទុយវិញចូលធ្វើហាក់ដូចជាគាត់ឆ្លាតជាងអ្នកចូលធ្វើភ្លើដើម្បីកុំឲ្យគេចាប់អារម្មណ៍ធ្វើឲ្យហាក់ដូចជាអ្នកចង់បានចំណេះជំនាញពីគាត់បង្កើតកំហុសដែលមិនផ្ដល់គ្រោះថ្នាក់និងមិនផ្ដល់ការឈឺចាប់ដល់អ្នកនៅក្នុងរយៈពេលវែងតែនឹងផ្ដល់ឲ្យអ្នកនៅឱកាសដើម្បីស្នើសុំជំនួយពីគាត់វិញក្នុងនាមជាចៅហ្វាយនាយពេញចិត្តសំណើបែបនេះណាស់ហើយចៅហ្វាយនាយដែលមិនអាចផ្ដល់ឲ្យអ្នកនៅអំណោយនៃបទពិសោធន៍របស់ពួកគេនោះអាចនឹងនាំមកនៅគំនុំព្យាបាទដ៏ឃោរឃៅនិងទុឆន្ទៈមកឲ្យអ្នកវិញក៏ថាបានប្រសិនបើគំនិតរបស់អ្នកមានភាពច្នៃប្រឌិតជាងចៅហ្វាយនាយរបស់អ្នកចូលពោលវាទៅកាន់គាត់ដោយអំណះអំណាងហេតុផលត្រឹមត្រូវក្នុងលក្ខណៈមួយដែលបើកចំហតាមតែអាចធ្វើទៅបានចូលធ្វើឲ្យមានភាពច្បាស់លាស់ថាដំបូន្មានរបស់អ្នកគឺគ្រាន់តែជាការបន្លឺឡើងមួយដែលបានពីដំបូន្មានរបស់គាត់តែប៉ុណ្ណោះប្រសិនបើអ្នកជាមនុស្សរួសរាយរាក់ទាក់និងមានចិត្តសប្បុរសជាងចៅហ្វាយនាយរបស់អ្នកចូលប្រយ័ត្នប្រយែងកុំធ្វើជាពពកតែបាំងពន្លឺដ៏ចែងចាំងរបស់គាត់ឲ្យចេញពីអ្នកដទៃឲ្យសោះគាត់ត្រូវតែផុសឡើងនៅក្នុងរូបភាពជាព្រះអាទិត្យដែលនៅជុំវិញមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធនឹងគាត់ដែលកំពុងតែបញ្ចេញអំណាចនិងភាពឆ្លាតវៃរបស់គាត់នោះឯងជាចំណុចស្នូលដែលអ្នកត្រូវយកចិត្តទុកដាក់នៅក្នុងករណីទាំងអស់នេះវាមិនមែនជារឿងទន់ខ្សោយឡើយដែលអ្នកត្រូវខ្លែងបន្លំពីចំណុចខ្លាំងរបស់អ្នកនោះការបើពួកវានឹងដឹកនាំអ្នកឆ្ពោះទៅរកអំណាចនៅទីបំផុតនោះដោយការអនុញ្ញាតឲ្យអ្នកដទៃលេចធ្លោជាងខ្លួននោះអ្នកនឹងមានភាពជាម្ចាស់ការមកលើខ្លួនឯងទាំងស្រុងជាជាងការធ្វើជាជនរងគ្រោះនៃអសន្តិភាពក្នុងផ្លូវអារម្មណ៍របស់ពួកគេការនេះនឹងប្រែជាប្រយោជន៍វិញនៅថ្ងៃដែលអ្នកសម្រេចចិត្តថានឹងឡើងទៅឲ្យខ្ពស់ជាងឋានៈតំណែងតូចទាបរបស់ខ្លួននាពេលបច្ចុប្បន្នប្រសិនបើអ្នកអាចធ្វើឲ្យចៅហ្វាយនាយរបស់អ្នកអាចបញ្ចេញពន្លឺរស្មីកាន់តែភ្លឺចិញ្ចាចចិញ្ចែងនៅក្នុងក្រសែភ្នែករបស់អ្នកដទៃនោះអ្នកនឹងប្រែក្លាយជាមនុស្សដ៏មានភ័ព្វសំណាងម្នាក់ហើយអ្នកនឹងទទួលបានការដំឡើងតំណែងភ្លាមមួយរំពេចជាក់ជាពំខានរូបភាពពិចារណាដួងតារានៅលើមេឃាអាចមានព្រះអាទិត្យត្រឹមមួយប៉ុណ្ណោះនៅក្នុងពេលតែមួយសូមកុំព្យាយាមបិទបាំងពន្លឺថ្ងៃឬប្រជែងនឹងភាពចែងចាំងរបស់ព្រះអាទិត្យឲ្យសោះប៉ុន្តែគួរណាតែបញ្ជ្រាបខ្លួនចូលទៅក្នុងមេឃានិងស្វះស្វែងរកវិធីដើម្បីបង្កើនស្រពលភាពទៅលើចៅហ្វាយនាយពន្លឺនិងភាពចែងចាំងនៃដួងតារាទាំងនោះជំនួសវិញសិទ្ធិអំណាចត្រូវជៀសពីការធ្វើខ្លួនឲ្យលេចធ្លោជាងចៅហ្វាយនាយគ្រប់ភាពល្អប្រសើរជាងទាំងអស់គឺសុទ្ធសឹងតែជំរុញឲ្យមានការស្អប់ខ្ពើមប៉ុន្តែភាពល្អប្រសើរនៃដែនអំណាចមួយដែលលើសពីព្រះអង្គម្ចាស់របស់គេនោះគឺមិនមែនត្រឹមតែជារឿងល្ងងខ្លៅប៉ុណ្ណោះទេវាថែមទាំងជាសេចក្តីស្លាប់ថែមទៀតផងនេះគឺជាមេរៀនមួយដែលដួងតារានៅលើមេឃាមិនដែលបានបង្រៀនដល់យើងឡើយពួកវាអាចនឹងផ្សារភ្ជាប់ទំនាក់ទំនងទៅកាន់ព្រះអាទិត្យនិងភ្លឺចែងចាំងទៅតាមនោះប៉ុណ្ណោះប៉ុន្តែវាមិនមែនបង្ហាញខ្លួនឡើងព្រមជាមួយនឹងភាពភ្លឺចែងចាំងដោយខ្លួនវាឡើយ